ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំពពកបងប្អូនមកឡើងគីឡូរួមគ្នាតែម្ដងចាហើយចំពោះមេមុខនេះបងប្អូនគិតថាញ៉ាំការអត់មើលទៅចាអូខេបើសិនជាបងប្អូនគិតថាញ៉ាំការឬមកក៏មិនកើតនោះសូមបងប្អូនតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំធ្វើពោះវៀនផាត់លើញ៉ាំជាមួយនឹងជ្រក់ហើយចំពោះគ្រឿងផ្សំសម្រាប់យកមកធ្វើពោះវៀនផាត់លើរបស់នាងខ្ញុំចាមានដូចជាគល់ស្គ្រីរំដេងត្រីក្រូចសើចខ្ទឹមសខ្ទឹមក្រហមប៉ូយកាក់ហើយបងប្អូនខ្លះទៀតក៏ហៅថាផ្កាច័ន្ទហើយក៏មានជាមួយនឹងឈើអែមហើយក៏បន្ថែមជាមួយនឹងសាតេចាឥឡូវនេះនាងខ្ញុំមករំលែងគ្រឿងផ្សំដែលនាងខ្ញុំបានរៀបរាប់មកបាញ់មិញចាគឺរំលែងឲ្យបានឈ្ងុយបន្ទាប់ពីរំលែងគ្រឿងផ្សំគល់ស្គ្រីរំដេងត្រីក្រូចសើចបានឈ្ងុយល្អហើយក៏នាងខ្ញុំដាក់ជាមួយនឹងស្ករត្នោតចានេះគឺជាស្ករត្នោតដែលទើបនឹងចាក់ថ្មីបងប្អូនគឺថាក្លិនឡើងឈ្ងុយមែនតើចាបន្ទាប់ពីរំលែងបានឡើងពណ៌ជើងក្រងហើយក៏នាងខ្ញុំចាក់សាតេចូលបន្ទាប់ពីដាក់សាតេចូលទៅរួចរាល់ហើយក៏នាងខ្ញុំបន្ថែមជាមួយនឹងទឹកត្រីបន្តិចចាបន្ទាប់ពីបានដាក់គ្រឿងផ្សំចូលទៅរួចរាល់ហើយគឺមកច្រវល់ទៀតហើយបងប្អូនចាប្រពៃណីបន្ទាប់ពីដាក់គ្រឿងផ្សំហើយគឺត្រូវតែកូរច្រវល់បែបនេះតែម្ដងអូខេឥឡូវនេះបន្ទាប់ពីនាងខ្ញុំកូរច្រវល់បានសព្វហើយចាក៏ចាក់ពោះវៀនជ្រូកចូលហើយចំពោះពោះវៀនជ្រូកនេះក៏នាងខ្ញុំអត់បានបង្ហាញពីរបៀបធ្វើយ៉ាងម៉េចដើម្បីឲ្យបាត់ធំក្លិនដែរចាគឺថាមកដល់គឺចាត់ការលាងពោះវៀនជ្រូកហើយរៀបចំមកស្អាតបាននាងខ្ញុំចាប់ផ្ដើមថតតែម្ដងចាបន្ទាប់ពីបានដាក់គ្រឿងផ្សំទាំងអស់ចូលទៅរួចរាល់ហើយគឺមកចាក់ទឹកសធម្មតាចូលទៅក្នុងកូនខ្ទះនេះហើយរងាស់ពោះវៀនជ្រូកនឹងតតែផុយល្មមតែម្ដងហើយចំពោះពោះវៀនជ្រូកដែលនាងខ្ញុំយកមកធ្វើផាត់លើនេះគឺជាពោះវៀនជ្រូកស្រស់នៅក្នុងស្រុកយើងចាមិនមែនជាពោះវៀនជ្រូកវាយគីបមកពីនាយមកពីអាយទេចាគឺជាពោះវៀនជ្រូកថ្មីពោះវៀនជ្រូកខ្មែរដែលយើងធ្វើស្រស់ថ្មីអញ្ចឹងណាចាហើយយើងយកមកលាងសម្អាតទៅចាព្រោះអីពោះវៀនជ្រូកនេះគឺវាយគីបមកពីនាយមកពីអាយច្រើនមែនតើចាតម្រាំថាបានក្បាលពោះវៀនច្រើនបែបនេះគឺត្រូវសន្សំ2ថ្ងៃបងប្អូនគឺទិញមួយថ្ងៃ2គីឡូមួយថ្ងៃ2គីឡូចាសន្សំតតែថាគ្រប់បាននាងខ្ញុំចាប់ផ្ដើមចំអិនធ្វើពោះវៀនផាត់លើនេះឯងហើយចំពោះពោះវៀនជ្រូកផាត់លើរបស់នាងខ្ញុំនេះគឺរងាស់រហូតដល់ផុយល្មមចាបន្ទាប់ពីផុយល្មមញ៉ាំហើយគឺរងាស់រហូតដល់ដាច់ទឹកហើយវាជ្រាបខ្លាញ់ចេញពីក្នុងពោះវៀនជ្រូកមកក៏ដាក់បំពងឲ្យវាស្ងួតចាស្ងួតចង់ឡើងក្រៀមទៅធ្វើឲ្យពោះវៀនជ្រូករបស់នាងខ្ញុំនេះត្រូវមករបស់នាងខ្ញុំចាហើយបើសិនបើជាបងប្អូនឃើញបែបនេះហើយបងប្អូនគាត់ថាញ៉ាំការអត់អូខេចាសម្រាប់នាងខ្ញុំជាអ្នកចំអិនគឺវ៉ាវតែម្ដងឥឡូវនេះពោះវៀនជ្រូកផាក់លើរបស់នាងខ្ញុំគឺបានឆ្អិនរួចរាល់ហើយក៏បន្តបន្ថែមស្លឹកខ្ទឹមចូលទៅក្នុងពោះវៀនជ្រូកចាគឺថាតាមឲ្យតាន់ត្រែនគេអូខេរាល់ដងគឺកាត់ស្លឹកខ្ទឹមញ៉ាំផ្ទាប់នៅខាងក្រៅប៉ុន្តែដោយសារថាឃើញគេធ្វើទំនងអញ្ចឹងក៏ដាក់ស្លឹកខ្ទឹមចូលទៅក្នុងពោះវៀនជ្រូកឥឡូវតំណងដែរចាតំណងដូចគេអញ្ចឹងហើយវីដេអូបង្ហាញរបស់នាងខ្ញុំគឺបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំសុគន្ធាក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំសុគន្ធាចាអរគុណច្រើនបាយបាយ